กស្មានមិនដល់ថាស្រីថតម្នាក់បែរជាដកកំភ្លើងបាញ់ស៊ីចេញមកក្នុងសម័យបុរាណរួចបាញ់ប្រហារយ៉ាងសាហាវទៅលើខ្លាឃ្មុំខ្មៅដ៏ធំនៅចំពោះមុខធ្វើឲ្យខ្លាឃ្មុំដ៏កាចសាហាវនោះភ័យខ្លាចរហូតនំដាក់ខរត់បាត់ស្រមោលមិននឹកស្មានថាទស្សនវិជ្ជាដ៏ខ្លាំងក្លានេះត្រូវបានពួកចោរព្រៃឃើញទៅវិញមេចោរសម្លឹងមើលអាវុធនៅក្នុងដៃនាងភ្នែកឡើងក្រហមដោយក្តីលោភលន់ក៏កើតគំនិតអាក្រក់ចង់សម្លាប់មនុស្សប្លន់យកទ្រព្យតែស្រីដែលឆ្លងភពម្នាក់នេះមិនមែនងាយនឹងឲ្យគេមកធ្វើបាបឡើយនាងលើកកណ្ដាប់ដៃវាមេចោរនោះរហូតបាក់ធ្មេញដេកដីពួកកូនចៅចង់ចូលមកជួយតែមិននឹកស្មានថាត្រូវស្រីម្នាក់នេះចាប់យងឡើងក្រវែងទៅឆ្ងាយរាប់សិបគីឡូម៉ែត្រសកម្មភាពនេះធ្វើឲ្យពួកចោរភ័យខ្លាចញ័រខ្លួនប្រញាប់លុតជង្គង់សុំខ្មៅជីវិតភ្លាមថែមទាំងចង់សុំធ្វើជាកូនចៅនាងទៀតផងកាលពីមុនពេលដែលខ្ញុំនៅកងកម្លាំងពិសេសជំនាញប្រយុទ្ធរបស់ខ្ញុំគឺទទួលបានចំណាត់ថ្នាក់លេខ1ជានិច្ចចំណែកពួកឯងដែលខ្សោយបែបនេះមិនទាន់គ្រប់គ្រាន់ឲ្យខ្ញុំកម្ដៅសាច់ដុំផងតាមពិតទៅនាងគឺជាមន្ត្រីកងកម្លាំងពិសេសមកពីសតវត្សទី21តែបែរជាជួបគ្រោះថ្នាក់រហូតវិញ្ញាណឆ្លងភពមកសម័យបុរាណខ្លាចជាស្រីថតដែលមានទម្ងន់ដល់ទៅ400គីឡូក្រាមពេលនោះការចងចាំមួយបានផុសឡើងក្នុងខួរក្បាលម្ចាស់រូបរាងដើមមានកិច្ចសន្យាដណ្ដឹងជាមួយបរិសុទ្ធថោកទាបម្នាក់តាំងពីតូចតែបរិសុទ្ធនោះបែរជាលួចលាក់មានស្នេហាជាមួយប្អូនស្រីជីដូនមួយរបស់នាងដើម្បីផ្ដាច់កិច្ចសន្យាដណ្ដឹងដោយសមហេតុផលពួកគេថែមទាំងរួមដៃជាមួយក្រុមគ្រួសារនាងចង់បញ្ជូននាងទៅឲ្យមហាសេដ្ឋីវ័យ80ឆ្នាំដើម្បីការចាស់រូបរាងដើមសុខចិត្តស្លាប់ក៏មិនព្រមតាមដែរនាងបានសម្រេចចិត្តបោកក្បាលសម្លាប់ខ្លួនទើបធ្វើឲ្យវិញ្ញាណស្រីមកពីសតវត្សទី21ចូលមកសន្ធិដ្ឋដោយចៃដន្យពេលគិតដល់រឿងទាំងនេះនាងទើបដឹងថាខ្លួនឯងបានឆ្លងភពមកហើយនឹកដល់វាសនាដ៏ជូរចត់របស់ម្ចាស់រូបរាងដើមនាងក៏ស្បត់ថានឹងសងសឹកជំនួសនាងឲ្យបាននាងលើកដៃទះកំភ្លៀងពួកមនុស្សអាក្រក់ទាំងនោះម្នាក់មួយទេណែនដៃល្អណាស់កាលពីមុនពេលមើលរឿងភាគមានអារម្មណ៍មួម៉ៅជំនួសតួឯកណាស់ទីបំផុតបានដោះស្រាយហើយអូយេម្ដាយចង់ចិត្តអាក្រក់ឃើញនាងហ៊ានតែក៏ស្ទុះមកចង់ធ្វើបាបនាងទាំងកំរោលតែមិននឹកស្មានថាត្រូវនាងវាមួយដៃដួលអពុះខណៈពេលដែលនាងចង់ប្រដៅពួកគេបន្តទៀតនោះស្រាប់តែមានអារម្មណ៍ថាវិលមុខយ៉ាងខ្លាំងតាមពិតទៅម្ដាយចង់បានដាក់ថ្នាំសម្រាប់នៅក្នុងបាយដែលនាងញ៉ាំឃើញនាងអស់កម្លាំងតស៊ូម្ដាយចង់ក៏ប្រញាប់ចង់នាងភ្លាមដើម្បីបញ្ជូនទៅលើគ្រែរបស់លោកសេដ្ឋីវ៉ាងតែទាហានកងកម្លាំងពិសេសសម័យទំនើបមិនមែនងាយនឹងឲ្យគេបញ្ជាឡើយនាងបានប្រឹងរើបំរះរួចរត់ចេញពីការឡោមព័ទ្ធទៅខាងក្រៅតែបែរជាទៅចំពុកជើងដួលលើបុរសម្នាក់នៅកណ្ដាលព្រៃពេលនោះជាថ្នាំបានជួតជ្រៀតពេញរាងកាយឃើញថាគេមានរូបរាងសង្ហាគួរសមនាងក៏សម្រេចចិត្តប្រើបុរសម្នាក់នេះធ្វើជាថ្នាំបញ្ចុះកម្ដៅតែម្ដងដោយមិនដឹងខ្លួនថាអត្តសញ្ញាណពិតរបស់បុរសម្នាក់នេះគឺជាព្រះអង្គម្ចាស់ត្រេកទីដោយសារតែត្រូវគេដេញសម្លាប់និងបាត់បង់ឈាមច្រើនទើបមិនអាចកម្រើខ្លួនបានទើបបណ្ដោយឲ្យស្រីម្នាក់នេះធ្វើបាបតាមចិត្តក្រោយរួចរាល់នាងឃើញបុរសនោះមានរបួសធ្ងន់ដើម្បីកុំឲ្យខាតបង់ដែលបានប្រើប្រាស់គេនាងក៏ប្រញាប់កុំងប្រអប់ថ្នាំពីផ្សារទំនើបក្នុងទូរស័ព្ទដៃសួស្ដីនេះគឺជាប្រអប់ថ្នាំដែលអ្នកទើបតែបានកុំងសូមចុះហត្ថលេខាទទួលផងបាទអរគុណបន្ទាប់មកនាងក៏ប្រើបង់បិទរបួសនៅក្នុងប្រអប់ថ្នាំជួយរំរបួសឲ្យបុរសម្នាក់នោះយ៉ាងត្រឹមត្រូវតែមិននឹកស្មានថាពេលចាក់ចេញទៅនាងបែរជាលួចយកបន្តោងត្បូងពេជ្ររបស់ព្រះអង្គម្ចាស់ទៅពេលដែលកូនចៅរកឃើញទ្រង់ក៏បញ្ជាឲ្យស្វែងរកគ្រប់ច្រកល្ហកត្រូវតែរកស្រីម្នាក់នោះឲ្យឃើញហើយស្បថានឹងសម្លាប់នាងឲ្យបានតែមិននឹកស្មានថាក្រោយយប់នោះនាងបែរជាមានទេពោះមិននឹកស្មានថាគ្រូសារម្ដាយចង់បែរជាមកជេរប្រមាថថានាងជាស្រីអកឹកបំផ្លាញកិត្តិយសតកូលតែនាងមិនខ្ជះខ្ជាយសម្ដីជាមួយពួកគេឡើយនាងដកកំភ្លើងខ្លីចេញមកបាញ់ឈ្មោះទៅរកកន្លែងសំខាន់របស់ឪពុកថោកទាបនោះឪពុកថោកទាបនោះជឿចាប់រហូតស្រែកដូចជ្រូកត្រូវកាំបិតរួចបញ្ជាឲ្យដេញនាងចេញពីភូមិគ្រឹះភ្លាមទុកឲ្យនាងរស់នៅតាមនីតិកម្មរំលងអស់រយៈពេល6ឆ្នាំនាងបានបង្កើតកូនបាន3នាក់មិននឹកស្មានថាថ្ងៃនេះអ្នកបម្រើក្នុងភូមិគ្រឹះយកលិខិតអញ្ជើញមកឲ្យតាមពិតទៅគឺប្អូនស្រីជីដូនមួយរបស់នាងរៀបការជាមួយប្រុសថោកទាបនោះហើយចិត្តណាអញ្ជើញនាងទៅមើលពិធីការនាងដឹងច្បាស់ថាពួកគេគ្រាន់តែចង់សើចចំអកឲ្យនាងតែប៉ុណ្ណោះដូច្នេះដើម្បីឲ្យពួកគេស្រឡាំងកាំងនាងសម្រេចចិត្តបញ្ចុះទម្ងន់50គីឡូក្រាមក្នុងរយៈពេល1ខែបន្ទាប់មកនាងក៏បើកផ្សារទំនើបក្នុងទូរស័ព្ទចុចពី3ដងស្រាប់តែមានឧបករណ៍ហាត់ប្រាណគ្រប់ប្រភេទលេចចេញមកថែមទាំងមានក្រុមគ្រូបង្វឹកអាជីពមកជាមួយទៀតផងបន្តទៅនេះពួកយើងនឹងនាំអ្នកហាត់ប្រាណបញ្ចុះទម្ងន់អីយ៉ាក្លិនមាត់ក៏បាត់បងអើយបងប្រើល្អមែនតើថ្នាំដុសធ្មេញក្លិនមាត់ចាហើយខ្ញុំពីមុនស្រីវធ្មេញញ៉ាំតកអត់បានឥឡូវញ៉ាំតកបានចាហើយដុសធ្មេញទៅពីមុនក៏មានឈាមចេញតាមចានធ្មេញឥឡូវគឺអត់មានទេបងអើយធ្មេញឡើងសស្គូហ្មងបាត់ស្រីវធ្មេញចាទៅក៏មានស៊ីអូល្អប្រើបងជីវិតចាប់ផ្ដើមល្អប្រសើរហើយក្រោមការណែនាំយ៉ាងតឹងរឹងពីគ្រូបង្វឹកបន្ទាប់ពីហាត់ដូចធ្លាក់នរកអស់រយៈពេល30ថ្ងៃពីស្រីថតទម្ងន់400គីឡូក្រាមប្រែជាមានរាងស្លេងដូចតារាបង្ហាញម៉ូដហើយថ្ងៃស្អែកគឺជាថ្ងៃរៀបការរបស់ពួកអាថោកទាបនោះហើយនាងក៏សម្រេចចិត្តថានឹងទៅបង្កការភ្ញាក់ផ្អើលឲ្យផ្អើលមេឃផ្អើលដីក្នុងពិធីការនេះសូម្បីតែព្រះមហាក្សត្រីយានិយាយឆេះហៅក៏យាងមកចូលរួមដែរដោយសារតែកាលពីមុនម្ដាយរបស់នាងធ្លាប់ជួយជីវិតទ្រង់យាងមកលើកនេះគឺដើម្បីសួរសុខទុក្ខគ្នាតែសម្លឹងមើលជុំវិញបែរជាមិនឃើញនាងទៅវិញទ្រង់ក៏មានព្រះតីខឹងសម្បាយ៉ាងខ្លាំងឪពុកថោកទាបក៏ប្រញាប់ពន្យល់ភ្លាមថាកាលពី6ឆ្នាំមុននាងបានលួចរួមរកជាមួយប្រុសដទៃនៅវាលខ្មោចថែមទាំងបង្កើតបានកូនឥតខណ្ឌស្លា3នាក់ទៀតដើម្បីរក្សាកិត្តិយសតកូលទើបដេញនាងចេញទៅវាលខ្មោច6ឆ្នាំមុនឬមួយកូនស្រីច្បងត្រកូលជាងគឺជាស្រីថតកាលពីពេលនោះមែនទេព្រះមហាក្សត្រីយានីមិនជឿសម្ដីទាំងនេះឡើយព្រោះអ្នកដែលមានគុណរបស់ទ្រង់មានចរិតថ្លៃថ្នូរកូនស្រីដែលគាត់ប្រដៅមកមិនអាចធ្វើខ្លួនថោកទាបបែបនេះទេនេះធ្វើឲ្យទ្រង់មានការសង្ស័យថាពួកគេគ្រាន់តែចង់បានទ្រព្យសម្បត្តិមរតករបស់អ្នកមានគុណទ្រង់ទើបបានរួមដៃគ្នាធ្វើបាបឈាមជ័ររបស់អ្នកមានគុណទ្រង់បែបនេះពេលនោះអូនស្រីជីដូនមួយប្រញាប់និយាយថានាងបានបញ្ជូនមនុស្សទៅអញ្ជើញបងស្រីមកហើយខណៈពេលកំពុងនិយាយក្មេងតូច3នាក់ក៏ដើរចូលមកឬមួយក្មេងទាំង3នាក់នេះសុទ្ធតែជាកូនរបស់នាងហើយឪពុកថោកទាបនោះថែមទាំងស្នើថាចាំនាងមកដល់នឹងកាត់ទោសពួកគេទាំង4នាក់ជាមួយគ្នាតែក្មេងបានលាតត្រដាងការពិតភ្លាមថាដែលលោកតាធ្វើបែបនេះគឺដោយសារតែខ្លាចកំហុសខ្លាចពួកកូនមកទូលថ្វាយព្រះមហាក្សត្រីយានីរឿងគាត់ធ្វើបាបម្ដាយថែមទាំងប្លន់យករបស់មរតកដែលលោកយាយទុកឲ្យមកធ្វើជាចំណងដៃការឲ្យអូនស្រីចុងក្រោយថែមទាំងដេញម្ដាយចេញពីផ្ទះទៀតព្រះមហាក្សត្រីយានីហើយខឹងសម្បាយ៉ាងខ្លាំងនឹកស្មានមិនដល់ថាពួកគេហ៊ានធ្វើបាបកូនរបស់អ្នកមានគុណរបស់ទ្រង់ដល់ថ្នាក់នេះឪពុកថោកទាបខំប្រឹងដោះសារថាមកពីនាងបំផ្លាញពូជពងវង្សត្រកូលរបស់គាត់ទើបគាត់ដេញពួកគេចេញពីផ្ទះតែក្មេងបាននិយាយបន្តថាមកពីលោកតាចង់ឲ្យម្ដាយរៀបការជាមួយតាកញ្ចាស់អាយុ70ឆ្នាំទើបបំដាយរើបំរះទៅស៊ូទោះបីជាម្ដាយមានទោសគួរឲ្យស្លាប់តែកូនដែលកើតមកគឺឆ្លាតវៃណាស់មានចរិតដូចកងកម្លាំងពិសេសកាលពីមុនបេះបិទល្អណាស់ទាំងរឿងនេះហើយព្រះមហាក្សត្រីយានីខឹងសម្បាជាខ្លាំងទ្រង់ស្ដីបន្ទោសឲ្យឪពុកថោកទាបភ្លាមទោះបីជានាងថត់ក៏ដោយតែរបស់ទាំងនោះគឺជាគ្រឿងរីកទានតើគាត់មានជីវិតប៉ុន្មានហ៊ានយកវាទៅស្រីចិត្តអាក្រក់ប្រញាប់ធ្វើពុតជានិយាយគួរឲ្យអាណិតថានាងគឺជាបងស្រីរបស់នាងត្រកូលជាងមានសិទ្ធិចាត់ចែងគូស្រករឲ្យនាងពួកយើងក៏គិតគូរពីអនាគតរបស់បងស្រីដែរតើនាងថតដូចជ្រូកដើរទៅណាអង្រួនដីដល់ទីនោះតែម្ដងដេញញ័រនឹងជួយឥឡូវថែមទាំងលួចរួមរកជាមួយប្រុសដីរហូតមានកូនប្រហែលជាខ្មាស់គេពេកមិនហ៊ានមកជួបព្រះមហាក្សត្រីយានីទេដឹងអ្នកណាថាខ្ញុំថតដូចជ្រូកមិនហ៊ានបង្ហាញមុខទើបហ៊ានមកជេរប្រមាថដល់កូនសម្លាញ់ទាំង3របស់ខ្ញុំបែបនេះ